Chụp review số hay có số stay đòn bồn bồn tặng lạc ní chụp ní sai cho thay cho mùi nâng là kêu mà đòn thiệt hái là kêu cho mùi kèn spondara chỉ kêu bông riêng một chi chi về vị trí khăn ông cam vị thí tòa riêng cho nó thay này vị trí lại kỹ liệp nâng khăn ông sắp đá ní bụi dương nơi tay bần to riêng mê riêng tìm mùi nó đá tẹt tông thần nâng cho bọc độc nó bùi bà mê tê ca này mê riêng chắc nâng khăn ông sắp đá ní cứ là kêu lưu dọc chùm nổi phí đâm bay thưa ca bông riêng đòn bồn bồn tặng lạc ní chùm nổi ngố cứ tẹt to từ nâng cạn này lục mình bình lính chùm là chó ca bằng cạt tẻ bà chắc mình to bị ôn mơ bị tổ đi chóp ôn mình sẽ mặt đập hiệp thì mỗi cứ ôn ai bỏ sai bị cạn này lục bình lính nâng ca bằng cạt té tí pí ăn what lùm hát cạn này lục mình bình lính hơi nâng lùm hát ca bằng cạt tẻ nè bà chắc mình nâng châu đo lâm xa mê nó bỏ chứ lu nâng thui ca cài cái cạp tía đại kêu ban đại ôn phơi cao bị sập đá muốn nát bà ai lối dương mơ lùm hát cái cạp tiệm bao dương từng ở ní bà chắc có thể lùm hát kê bằng cát sần đài cọp lương chỉ môi nâng sần đài cọp bày tỏ nơi chùm non ai muối kê tàu tu ban sần đài cọp lương từng ở công nót sensitive nâng phenotype nơi chùm non ai muối hai nâng ai pì bà chẳng cana công nót sensitive hai nâng công nót phenotype nơi chùm non ai muối nâng ai pí bà chẳng đâm bay ai cùng nọt nát bà đâm bay ai cùng nọt selective và hai nâng predictive nơi trong nọt ai mùi bán ô thâu đăng thá lẹ cả nạ mùi ná đại vì chỉ lẹ cả nạ lốp hai lẹ cả nạ mùi ná vì cứ chỉ lẹ cả nạ on bà chẳng lâu dương mơ trong lời từng ngọt thì nát bà chắc ôn thôi ca tim toát trong lời bọc ôn chỉ mùi nâng trong lời bọc cừu thật tá trong lời bọc ôn thứ trong trời ban tuần màn thì rồi nát bà ai lâu dương mơ trong lời từng ngọt thì bà chẳng cùng nót selective nâng phenotype nơi chùm nón ai mùi sấn môn nâng dương cùng nót selective nâng phenotype nơi chùm nón TPឬក៏ FP ចឹងយើងមើលបំរាប់ណាបំរាប់នៃវិធីលំហាត់បាទចឹងកាលណាបំរាប់នៃវិធីលំហាត់យើងទៅសេបែបបង្កាត់គឺគេទៅសេបែបនេះណាបាទចឹងបំរាប់ពេលបាទសណ្ដែកក្របលឿងបង្កាត់ជាមួយនឹងសណ្ដែកក្របបៃតងដល់នៅលទ្ធផលចំណន់កូនទី1គឺគេទទួលបានសណ្ដែកក្របលឿង 100% បាទចឹងបងអូនមើលលទ្ធផលនៅចំណន់ទី1នេះបាទគឺគេទទួលបានសណ្ដែកក្របលឿង 100% ចឹងដោយផ្អែកតាមលទ្ធផលណាបាទដោយផ្អែកតាមលទ្ធផលដែលគេទទួលបានបាទសណ្ដែកក្របលឿង 100% នៅចំណន់ទី1នេះបាទគឺវាស្របតាមច្បាប់ណាបាទគឺវាស្របតាមច្បាប់ឯកសណ្ឋានភាពនៃ hybrid S1 បាទចឹងកាលណាស្របតាមច្បាប់ឯកសណ្ឋានភាព hybrid S1 នេះបាទចឹងយើងអាចទាញការសន្និដ្ឋានបានថាបាទចឹងមេបាទាំងសងខាងណាបាទវាគឺជាពុជសុទ្ធបាទហើយលក្ខណៈណាបាទសណ្ដែកក្របលឿងនេះវាគឺជាលក្ខណៈលុបបាទចំណែកឯសណ្ដែកក្របបៃតងវាគឺជាលក្ខណៈអត់បាទចឹងសណ្ដែកក្របលឿងនេះវាគឺជាលក្ខណៈលុបដោយសារតែវាលេចឡើងនៅចំណន់ទី1បាទចំណែកឯសណ្ដែកក្របបៃតងវាគឺជាលក្ខណៈអន់ដោយសារតែវាមិនលេចឡើងនៅចំណន់ទី1បាទអញ្ចឹងបន្ទាប់ពីយើងកំណត់បានលក្ខណៈអន់លក្ខណៈលុបបានហើយបាទអញ្ចឹងយើងធ្វើការតាំងបាទអញ្ចឹងនៅក្នុងនេះគឺលោកគ្រូធ្វើការតាំង A ធំវាជាអាឡែលកំណត់លក្ខណៈសណ្ដែកក្របលឿងចំណែកឯ A តូចជាអាឡែលកំណត់លក្ខណៈសណ្ដែកក្របបៃតងបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការតាំងរួចអស់ហើយបាទយើងធ្វើការបង្កាត់ទាំងអស់គ្នាណាបាទអញ្ចឹងយើងមើលណាបាទមេបាពេសណ្ដែកក្របលឿងបង្កាត់ជាមួយនឹងសណ្ដែកក្របបៃតងបាទអញ្ចឹងសន្និដ្ឋានពេបាទពេហ្នឹងគឺពុជសុទ្ធណាបាទពេពុជសុទ្ធបាទអញ្ចឹងសណ្ដែកក្របលឿងវាជាលក្ខណៈលុបបាទគឺអញ្ចឹងវាមានសន្និដ្ឋានរបស់វាគឺ A ធំណាបាទចំណែកឯសណ្ដែកក្របបៃតងជាលក្ខណៈអន់បាទពុជសុទ្ធវាមានសន្និដ្ឋានរបស់វាគឺ A តូចបាទឥឡូវយើងមើលកម្មែរបស់ពេបាទកម្មែរបស់ពេបាទអញ្ចឹង A ធំកន្លែងនេះគឺវាបង្កើតកម្មែរបស់វាបានមួយបាទចំណែក A តូចក៏វាបង្កើតកម្មែរបស់វាបានមួយដូចគ្នាដែរណាបាទអញ្ចឹងដល់លទ្ធផលនៅចំណន់ទី1គឺគេទទួលបាន selective ណាបាទ A ធំ A តូចបាទអញ្ចឹងយើងទៅសេចម្លើយទាំងអស់គ្នាណាបាទអញ្ចឹងនៅចំណន់ទី1គឺមាន selective ហើយនឹង phenotype គឺ A ធំ A តូចសណ្ដែកក្របលឿង 100% ណាបាទអញ្ចឹង A ធំ A តូចនេះវាគឺជា selective ចំណែកឯសណ្ដែកក្របលឿងនេះវាគឺជា phenotype បាទអញ្ចឹងនេះគឺជា
លទ្ធផលនៅចំណន់ទី1បាទឥឡូវយើងចូលដល់បាទចំណុចមួយទៀតគឺយើងរក sedative និង penative ចំណន់ទី2ណា F2 នេះបាទអញ្ចឹងលទ្ធផលនៅចំណន់ទី1គឺយើងបានរកឃើញរួចហើយណាដែល sedative របស់ S1 គឺ A ធំហើយនឹង A តូចអញ្ចឹងដើម្បីកំណត់ណា sedative ហើយនឹង penative របស់ S2 គឺយើងចូលណាបាទ sedative នៅចំណន់កូនទី1បង្កាត់ជាមួយនឹងគ្នាវាមានន័យថាយក F អងបង្កាត់ជាមួយនឹង F អងបាទគឺ A ធំ A តូចបង្កាត់ជាមួយនឹង A ធំ A តូចបាទដល់កម្មារបស់ F អងនេះបាទអញ្ចឹងយើងមើលណាបាទ sedative F អងនេះវាគឺជា hybrid បាទមានថាជា heterozygote ពូជបន្សុទ្ធបាទអញ្ចឹងវាមានអាឡែរបស់វាគឺ2ខុសគ្នាបាទអញ្ចឹងកាលណា heterozygote គឺវាមានអាឡែ2ខុសគ្នាបាទអញ្ចឹងកាលណាវាមានអាឡែ2ខុសគ្នាដល់កម្មាគឺវាបង្កើតណាបាទក៏បាន2ផ្សេងគ្នាដូចគ្នាដែរបាទអញ្ចឹងកាលណា heterozygote គឺវាបង្កើតកម្មាបាន2បាទនេះគឺបាន2ដូចគ្នាបាទដល់នៅចំណន់កូនទី2គឺគេទទួលបានលទ្ធផលបាទនេះគឺជាសិតសឹងតែជា sedative អញ្ចឹង A ធំបង្កាត់ជាមួយនឹង A ធំលទ្ធផលបានដូចជា A ធំ A ធំបាទ A ធំបង្កាត់ជាមួយនឹង A តូចអញ្ចឹងបាន A ធំ A តូចបាទហើយ A តូចបង្កាត់ជាមួយនឹង A ធំនេះគឺបាន A ធំ A តូចអញ្ចឹងបានជាយើងទៅសេថា 2A ធំ A តូចណាបាទចំណែកឯ A តូចនេះបង្កាត់ជាមួយនឹង A តូចនេះបានដូចជា A តូច A តូចឥឡូវយើងមើលចម្លើយណាបាទកូន F2 ណាឬក៏កូនចំនួនទី2បាទអញ្ចឹងវាមាន sedative ហើយនិង penative របស់វាហ្នឹងគឺយើងមើលណាបាទបើសិនជាយើងរក sedative នៅចំនួន F2 នេះគឺមានចំនួន4បាទ A ធំ A ធំមានចំនួន1 2A ធំ A តូចហើយនឹង1A តូច A តូចអញ្ចឹង sedative មានចំនួន4ចំណែកឯ penative គឺមានតែ2ទេណាបាទឥឡូវយើងទៅសេ sedative ទាំងអស់គ្នាណាបាទអញ្ចឹង A ធំ A ធំ 2A ធំ A តូចនេះវាគឺជាសណ្ដែកក្របលឿងចំណែកឯ A តូច A តូចវាគឺជាសណ្ដែកក្របបៃតងបាទអញ្ចឹងនេះគឺជាលទ្ធផលនៅចំណន់កូនទី2ណាបាទអញ្ចឹងបងអូនមើលចម្លើយរបស់លោកគ្រូហើយនឹងចម្លើយរបស់បងអូនថាតើវាត្រឹមត្រូវដែរឬអត់ឥឡូវយើងចូលដល់ខ្លឹមសារមេរៀនរបស់យើងចំណុចងករណីលុបបំពេញលេញណាបាទអញ្ចឹងតើករណីលុបបំពេញលេញនេះវាមានលក្ខណៈយ៉ាងដូចម្ដេចបាទឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងឧទាហរណ៍នេះគឺគេបង្កាត់ណាគឺគេបង្កាត់មានន័យថាគេបង្កាត់ផ្កាម៉ោង4បាទពូជសុទ្ធទាំងពីរបាទអញ្ចឹងគេបង្កាត់ផ្កាម៉ោង4ពូជសុទ្ធទាំងពីរដែលមានផ្កាពណ៌ក្រហមបង្កាត់ជាមួយនឹងផ្កាពណ៌សណាបាទដល់នៅចំណន់កូនទី1គឺគេទទួលបានផ្កាផ្កាឈូក 100% បាទអញ្ចឹងមានន័យថាលទ្ធផលនៅចំណន់កូនទី1គឺវាមិនដូចទៅនឹងមេឬក៏បារបស់វាទេតោះនេះអញ្ចឹងបាទអញ្ចឹងនៅពេលដែលគេយកណានៅពេលដែលគេយកកូនចំណន់ទី1ទៅធ្វើការបណ្ដុះបាទហើយតាមដានលទ្ធផលគឺគេទទួលបានបាទកូននៅចំណន់ទី2គឺមានការលេចឡើងនៅបាទលក្ខណៈមេបារបស់វាបាទដែលមានផ្កាពណ៌ក្រហមផ្កាពណ៌សហើយនិងផ្កាឈូកបាទអញ្ចឹងអាផ្កាពណ៌ក្រហមនេះបើសិនជាយើងគិតជាភាគរយមានតែ 25% បាទផ្កាឈូកនេះគឺមាន 50% ផ្កាពណ៌សនេះគឺមាន 25% តោះនេះអញ្ចឹងបាទអញ្ចឹងយើងមើលលទ្ធផលនៃការបង្កាត់ទាំងអស់ហ្នឹងតើវាមានលក្ខណៈយ៉ាងដូចម្ដេចតោះនេះអញ្ចឹងយើងមើលលទ្ធផលនៅចំណន់ទី1នេះគឺលទ្ធផលកូនចេញមកគឺវាមិនដូចទៅនឹងមេឬក៏បារបស់វាទេបាទអញ្ចឹងកាលណាវាមិនដូចទៅនឹងមេឬក៏បារបស់វាអញ្ចឹងយើងមិនអាចសន្និដ្ឋានបានថាលក្ខណៈមួយណាគឺជាលក្ខណៈលុបឬក៏ជាលក្ខណៈអន់បានទេដោយសារតែចំណន់កូននេះវាមានឯកតៈណាមិនដូចទៅនឹងមេឬក៏បារបស់វាទេបាទអញ្ចឹងឥឡូវយើងមើលបំណងស្រាយនៃការបង្កាត់នេះទាំងអស់គ្នាព្រោះនេះបាទអញ្ចឹងយើងមើលបំណងស្រាយលទ្ធផលនៃការបង្កាត់ខាងលើនឹងវិញបាទអញ្ចឹងលទ្ធផលនៅចំណន់ទី1នេះឯកតៈរបស់វាមានលក្ខណៈមិនដូចទៅនឹងមេឬក៏បារបស់វាទេបាទអញ្ចឹងយើងអាចសន្និដ្ឋានបានថាមេបាទាំងពីរគឺមានសមត្ថភាពស្មើគ្នាបាទគឺលក្ខណៈផ្កាពណ៌ក្រហមហើយនិងផ្កាពណ៌សវាគឺជាលក្ខណៈលុបមិនពេញលេញបាទអញ្ចឹង
កាលណាវាគឺជាលក្ខណៈលុបបំពេញលេញយើងអាចសន្និដ្ឋានបានថា hybrid បាទចំនួនកូនទី1មិញហ្នឹងគឺវាមានលក្ខណៈរបស់វាហ្នឹងនៅចន្លោះកណ្ដាលមេបារបស់វាទាំងពីរណាបាទអញ្ចឹងដូចនេះលក្ខណៈផ្កាពោផ្កាឈូកវាគឺជាលក្ខណៈកណ្ដាលឬក៏ចន្លោះបាទមានន័យថាគឺវាទទួលបានលក្ខណៈពីមេរបស់វាផងហើយនឹងបារបស់វាផងបាទអញ្ចឹងបន្ទាប់ពីយើងសន្និដ្ឋានបានបែបនេះគឺយើងធ្វើការតាងណាបាទយើងធ្វើការតាងបាទអញ្ចឹងនៅក្នុងនេះគឺលោកគ្រូធ្វើការតាង A ធំជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ក្រហមចំណែកឯ A' ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌សបាទអញ្ចឹងនៅក្នុងការបង្កាត់មុនបាទយើងមើលលទ្ធផលនៅចំណងកូនទី1គឺវាដូចទៅនឹងមេបារបស់វាមកខាងបាទប៉ុន្តែនៅក្នុងការបង្កាត់នេះលក្ខណៈកូននៅចំណងទី1គឺវាមិនកាត់តាមមេឬបារបស់វាទេបាទអញ្ចឹងយើងមិនអាចកំណត់ថាលក្ខណៈមួយណាជាលក្ខណៈលុបឬក៏លក្ខណៈមួយណាជាលក្ខណៈអត់បានទេអញ្ចឹងហើយយើងធ្វើការតាងអក្សរធំទាំងពីរបាទបងអាចតាំងអក្សរ A' នេះដោយអក្សរ B ធំក៏បានដែរយើងអាចធ្វើការតាំងបានប៉ុន្តែយើងមិនអាចតាំងអក្សរកន្លែងនេះជាអក្សរតូចបានទេព្រោះនេះបាទអញ្ចឹងនៅក្នុងការតាំងអក្សរនេះយើងតាំងអក្សរធំចំពោះលក្ខណៈលុបចំណែកឯអក្សរតូចគឺចំពោះលក្ខណៈអត់ណាបាទអញ្ចឹងយើងធ្វើការតាំងបាទអក្សរធំទាំងពីរបាទមួយជា A ធំមួយទៀតជា A ធំ A ធំព្រីមណាបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការតាំងរួចហើយឥឡូវយើងធ្វើការបង្កាត់ណាបាទអញ្ចឹងពេលពូជសុទ្ធផ្កាម៉ោង4ពណ៌ក្រហមបង្កាត់ជាមួយនឹងផ្កាម៉ោង4ពណ៌សបាទដល់សេនទីបរបស់មេបាបាទគឺ A ធំ A ធំបាទផ្កាម៉ោង4ពណ៌សគឺ A' A' បាទដល់កាម៉ែតណាដល់កាម៉ែត2គឺ A ធំបាទហើយកាម៉ែតរបស់ផ្កាម៉ោង4ពណ៌សនេះគឺ A' ណាបាទអញ្ចឹងដល់ទទួលបានលទ្ធផលកូនចំណន់ទី1គឺគេទទួលបានណាបាទគឺ A ធំហើយនឹង A ធំព្រីមបាទអញ្ចឹង A ធំហើយនឹង A ធំព្រីមនេះវាគឺជាផ្កាពោផ្កាឈូកណាបាទដែលជាលក្ខណៈមិនដូចទៅនឹងមេបារបស់វាទេបាទអញ្ចឹងយើងមើលសេនទីបនៅចំណន់កូនទី1នេះបាទវាមានអាឡែលរបស់វានឹងគឺពីរផ្សេងគ្នាដែលអាឡែលមួយគឺវាទទួលបានពីមេហើយអាឡែលមួយទៀតគឺវាទទួលបានពីបារបស់វាបាទអញ្ចឹងកាម៉ែតនៃ F អងគឺមានពីរបែបគឺ A ធំហើយនិង A ធំព្រីមបាទឥឡូវយើងចូលដល់លទ្ធផលនៃចំណន់ទី2បាទអញ្ចឹងបើសិនជាគេឲ្យយើងរកលទ្ធផលនៅចំណន់ទី2ដោយគូតាមតារាងណាបាទតាមតារាងពុយនេះយើងធ្វើដូចខាងក្រោមហ្នឹងតោះនេះអញ្ចឹងបាទអញ្ចឹងលោកគ្រូសូមបញ្ជាក់ម្ដងទៀតណាបាទដើម្បីរកលទ្ធផលនៅចំណន់ទី2យើងត្រូវយកចំនួនកូនបង្កាត់ជាមួយនឹងគ្នាវាណាចំនួនកូន F អងបង្កាត់ជាមួយនឹង F អងទៅយើងបានលទ្ធផលនៅចំនួនទី2បាទអញ្ចឹងយើងយក F អងបង្កាត់ជាមួយនឹង F អងបាទអញ្ចឹងសេរីភាពនៅ F អងហ្នឹងគឺ A ធំហើយនឹង A ធំព្រីមបង្កាត់ជាមួយនឹង A ធំ A ធំព្រីមបាទតោះនេះអញ្ចឹងលោកគ្រូបានបញ្ជាក់មុននឹងហើយថាកម្មែតរបស់ F អងគឺមានចំនួន2គឺ A ធំហើយនិង A ធំព្រីមតោះនេះបាទឥឡូវយើងមើលលទ្ធផលនៅ F2 បាទអញ្ចឹងលទ្ធផល F2 គឺគេឲ្យបងប្អូនបង្ហាញតាមតារាងពុយណេណាបាទឥឡូវយើងចាប់ដើមគូតារាងមួយមកបាទអញ្ចឹងយើងអាចដាក់កាម៉ែតបាទនៅទីនេះគឺលោកគ្រូបានកំណត់ខាងក្រោមវាគឺជាកាម៉ែតញីហើយខាងលើនេះវាគឺជាកាម៉ែតឈ្មោលបាទអញ្ចឹងនេះគឺជាញីបាទអញ្ចឹងវាបង្កើតកាម៉ែតរបស់វាគឺបាន2គឺ A ធំហើយនិង A ធំព្រីមបាទចំណែកឯកន្លែងនេះគឺវាក៏បង្កើតកាម៉ែតបាន2ដូចគ្នាគឺ A ធំហើយនិង A ធំព្រីមបាទអញ្ចឹងឥឡូវយើងធ្វើការបង្កាត់ទាំងអស់គ្នាណាបាទអញ្ចឹងយើងយក A ធំបង្កាត់ជាមួយនឹង A ធំយើងបាន A ធំបាទ A ធំបង្កាត់ជាមួយនឹង A ធំព្រីមគឺវាបាន A ធំហើយនឹង A ធំព្រីមបាទ A ធំព្រីមបង្កាត់ជាមួយនឹង A ធំបង្កើតបានជា A ធំហើយនឹង A ធំព្រីម A ធំព្រីមបង្កាត់ជាមួយនឹង A ធំព្រីមបានទៅជា A ធំព្រីមទាំងពីរបាទនេះសុទ្ធសឹងតែជាសេនទីបណានៅចំណន់ទី2តោះនេះបាទអញ្ចឹងសេនទីបនៅចំណន់ទី2នៃការបង្កាត់នេះគឺគេទទួលបានសេនទីបចំនួន4បាទយើងមើល1 2 3 4អញ្ចឹងសេនទីបគឺមានចំនួន4បាទឥឡូវយើងធ្វើការកំណត់សេនទីប
ណាបាទហើយនឹងចំនួនភាគរយរបស់វាបាទអញ្ចឹងអាធំនេះវាគឺជាផ្កាពណ៌ក្រហមបាទដែលមាន 25% ណាបាទចំណែកឯអាធំហើយនឹងអាធំព្រីមកន្លែងនេះវាគឺជាផ្កាពណ៌ផ្កាឈូកបាទបើសិនជាយើងគិតជាភាគរយបាទកន្លែងនេះមាន 25 កន្លែងនេះមាន 25 បូកបញ្ចូលគ្នាបាន 50% អាធំព្រីមនេះវាគឺជាផ្កាពងសបាទដែលគិតជាភាគរយមាន 25% ណាបាទអញ្ចឹងបើសិនជាយើងសរសេរលទ្ធផលនៅចំនួនទី2យើងអាចសរសេរថាដូចនេះលទ្ធផលនៅចំនួនទី2មាន selective ហើយនឹង penetrative ដូចជាបាទយើងសរសេរអាធំផ្កាពណ៌ក្រហម2អាធំនិងអាធំព្រីមបាទកន្លែងនេះគឺមាន 50% ផ្កាពណ៌ផ្កាឈូកណាប៉ុន្តែយើងមិនចាំបាច់សរសេរភាគរយចូលក៏បានដែរបើសិនជាគេមិនឲ្យបងប្អូនកំណត់ជាភាគរយណាបាទហើយចំណែកឯអាធំព្រីមហើយនឹងអាធំព្រីមគឺផ្កាពុសបាទគឺយើងអាចសរសេរបានបែបហ្នឹងណាបាទឥឡូវយើងចូលដល់ចំណុចបន្តទៀតគឺចំណុចចការបង្កាត់តេស្តណាបាទអញ្ចឹងថាតើការបង្កាត់តេស្តហ្នឹងគឺជាការបង្កាត់យ៉ាងដូចម្ដេចណាឬក៏បាទនៅក្នុងសំណួរលោកគ្រូសួរតើការបង្កាត់តេស្តជាអ្វីបាទបើសិនជាយើងនិយាយទៅលើលក្ខណៈលុបបាទវាអាចមានជា homozygote ផងឬក៏ heterozygote ផងចំណែកឯលក្ខណៈអន់គឺវាមានតែ homozygote តែមួយទេអញ្ចឹងដើម្បីកំណត់ថាតើលក្ខណៈលុបណាបាទលក្ខណៈលុបវាជា homozygote ឬក៏ជា heterozygote យើងត្រូវតែធ្វើការបង្កាត់តេស្តណាបាទអញ្ចឹងការបង្កាត់តេស្តវាគឺជាការបង្កាត់រវាងលក្ខណៈលុបហើយនិងលក្ខណៈអន់ដើម្បីឲ្យដឹងថាលក្ខណៈលុបនោះវាគឺជា homozygote ឬក៏ជា heterozygote បាទអញ្ចឹង homozygote នេះវាគឺជាពូជសុទ្ធឬក៏ heterozygote វាគឺជាពូជមិនសុទ្ធបាទបើសិនជាយើងនិយាយ homozygote គឺវាមានអាឡែពីរដូចគ្នា heterozygote វាមានអាឡែពីរដែរប៉ុន្តែវាមានអាឡែទាំងពីរហ្នឹងវាខុសគ្នាមិនដូចគ្នាទេឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នាបាទអញ្ចឹងចំពោះកណ្ដុរលក្ខណៈរោមសគឺជាលក្ខណៈអន់បាទមាន stereotype តែមួយគឺអាតូចបាទអញ្ចឹងលោកគ្រូបានបញ្ជាក់ហើយថាលក្ខណៈអន់គឺវាមានតែ homozygote ឬក៏ពូជសុទ្ធតែមួយទេបាទចំណែកឯលក្ខណៈលុបបាទអញ្ចឹងយើងមើលតទៀតណាបាទអញ្ចឹងរោមប្រផេះបាទអញ្ចឹងរោមប្រផេះវាគឺជាលក្ខណៈលុបបាទអញ្ចឹងលក្ខណៈលុបវាអាចមានជា homozygote ឬក៏ជា heterozygote បាទអញ្ចឹងវាមាន selective របស់វាគឺអាធំឬក៏អាធំអាតូចតោះនេះបាទអញ្ចឹងអាធំនេះវាគឺជា homozygote បាទពូជសុទ្ធណាបាទដែលវាបង្កើតកំណែតបានមួយបាទចំណែកឯអាធំអាតូចនេះវាគឺជា heterozygote បាទពូជមិនសុទ្ធបាទហើយបង្កើតកំណែតបាន2តោះនេះអញ្ចឹងបាទអញ្ចឹងនៅក្នុងករណីនេះគឺយើងធ្វើការបង្កាត់លក្ខណៈលុបបាទទាំងពីរនេះណាបាទមានអាធំហើយនឹងអាធំអាតូចបាទអញ្ចឹងយើងបង្កាត់ករណីទី1គឺអាធំជាមួយនឹងអាតូចក្នុងករណីទី2គឺយើងបង្កាត់អាធំជាមួយនឹងអាតូចបាទអញ្ចឹងនៅក្នុងការបង្កាត់តេស្តនេះគឺយើងមាន2ករណីបាទឥឡូវយើងមើលករណីទី1ណាបាទអញ្ចឹងនៅក្នុងករណីទី1នេះគេយក serotype នៃឯកតមេដែលមានលក្ខណៈលុបគឺអាធំបាទទៅបង្កាត់ជាមួយនឹងលក្ខណៈអន់ណាបាទអាតូចបាទអញ្ចឹងយើងមើល serotype P ទាំងអស់គ្នាគឺអាធំបង្កាត់ជាមួយនឹងអាតូចបាទដល់កំណែត P គឺអាធំបាទអញ្ចឹង homozygote ពូជសុទ្ធនេះវាបង្កើតកំណែតបានមួយបាទចំណែកលក្ខណៈអន់ homozygote នេះក៏វាបង្កើតកំណែតបានមួយដូចគ្នាបាទដល់លទ្ធផលនៅចំណងកូនទី1គឺគេទទួលបានអាធំអាតូចអញ្ចឹង serotype F1 នេះបាទគឺយើងទទួលបានអាធំអាតូចណាបាទអញ្ចឹងអាធំអាតូចអញ្ចឹងឯកតៈទាំងអស់ហ្នឹងគឺវាដូចគ្នាទាំងអស់ 100% ណាបាទដូចគ្នា 100% អញ្ចឹងឯកតៈខាងលើគឺវាជាលក្ខណៈលុបឥឡូវយើងចូលដល់ករណីទី2ណាបាទឥឡូវយើងមើលករណីទី2ទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងករណីទី2នេះគេយក stereotype នៃឯកតៈមេបាទមានលក្ខណៈលុបបាទគឺអាធំហើយនឹងអាតូចណាបាទអញ្ចឹងយើងមើល stereotype P ទាំងអស់គ្នាបាទអញ្ចឹងអាធំអាតូចបង្កាត់ជាមួយនឹងអាតូចបាទ
ដល់កំណែតពេចឹងកន្លែងអាថុំអាតូចនេះវាគឺជា heterozygote ចឹងវាបង្កើតកំណែតបានចំនួន2គឺអាថុំហើយនិងអាតូចបាទចំណែកឯអាតូចនេះ homozygote ពុយសុទ្ធគឺវាបង្កើតកំណែតបាន1បាទដល់នៅលទ្ធផលចំនួនកូនទី1គឺគេទទួលបានបាទអាធំអាតូចហើយនិងអាតូចអញ្ចឹងយើងមើលអាធំអាតូចនេះវាគឺជាឯកតៈមានលក្ខណៈលុប 50% បាទចំណែកឯអាតូចនេះវាគឺជាឯកតៈមានលក្ខណៈអន់ 50% បាទអញ្ចឹងកាលណាលទ្ធផលនៅចំនួនកូនទី1គឺគេទទួលបានមានទាំងលក្ខណៈលុបផងហើយនិងលក្ខណៈអន់ផងឥឡូវយើងមើលលំហាត់អនុវត្តទាំងអស់គ្នាបាទគេបង្កាត់ផ្កាម៉ោង4ពណ៌ក្រហមជាមួយនឹងផ្កាម៉ោង4ពណ៌សបាទនៅ F1 គឺគេទទួលបានផ្កាម៉ោង4ពណ៌ផ្កាជូកទាំងអស់បាទអញ្ចឹងគេឲ្យយើងបង្ហាញលទ្ធផលនៅចំនួន F1 អញ្ចឹងកាលណាបង្ហាញលទ្ធផលនៅចំនួន F1 គឺដូចទៅនឹងសំណួរគេឲ្យបងប្អូនកំណត់ណាបាទ selective ហើយនិង predictive នៅចំនួន F1 ដូចគ្នាអញ្ចឹងកាលណាគេឲ្យបង្ហាញលទ្ធផលនៅ F1 គឺគេឲ្យបងប្អូនកំណត់ selective ហើយនិង predictive នៅចំនួនទី1ណាបាទអញ្ចឹងសំណួរកន្លែងនេះគឺដូចគ្នាតោះអញ្ចឹងបាទអញ្ចឹងដល់យើងមើលលទ្ធផលនៅចំនួនទី1នេះបាទយើងមើលលទ្ធផលដែលគេទទួលបាននេះគឺវាមានលក្ខណៈខុសពីមេបារបស់វាទាំងសងខាងបាទអញ្ចឹងលំហាត់នេះគឺវាចូលទៅនឹងលក្ខណៈលុបមិនពេញលុបមិនពេញលេញបាទឥឡូវយើងមើលបំរាប់នៃលំហាត់ទាំងអស់គ្នាណាបាទអញ្ចឹងគេមានពេលបាទពេលមេបារបស់យើងហ្នឹងគឺផ្កាពណ៌ក្រហមបង្កាត់ជាមួយនឹងផ្កាពណ៌សបាទដល់នៅចំនួនទី1គឺគេទទួលបានផ្កាពណ៌ផ្កាឈូក 100% បាទអញ្ចឹងយើងមើលលទ្ធផលនៅចំនួនកូនទី1កន្លែងនេះគឺវាមានលក្ខណៈមិនដូចទៅនឹងមេបារបស់វាទេតោះអញ្ចឹងបាទអញ្ចឹងកាលណាលទ្ធផលនៅចំនួនកូនទី1នេះវាមានលក្ខណៈមិនដូចទៅនឹងមេឬក៏បាបរបស់វាទេគឺវាចូលទៅនឹងលក្ខណៈលុបមិនពេញលេញបាទអញ្ចឹងមានន័យថាយើងមិនអាចកំណត់បានថាលក្ខណៈមេឬបាមួយណាវាគឺជាលក្ខណៈអន់ឬក៏ជាលក្ខណៈលុបបានទេអញ្ចឹងយើងមើលលទ្ធផលនៅចំនួនកូនទី1នេះគឺគេទទួលបានផ្កាពណ៌ផ្កាឈូក 100% ដែលខុសពីមេបាទាំងសងខាងបាទអញ្ចឹងនៅក្នុងលទ្ធផលហ្នឹងគឺវាស្របតាមករណីលុបមិនពេញលេញអញ្ចឹងនាំឲ្យ hybrid ចំនួនទី1គឺវាមានលក្ខណៈចន្លោះមេបារបស់វាទាំងពីរហ្នឹងតោះនេះបាទគឺវាទទួលបានពីមេរបស់វាផងបាទហើយនឹងទទួលបានពីបារបស់វាផងណាបាទចន្លោះពីមេបារបស់វាហ្នឹងបាទឥឡូវយើងធ្វើការតាំងណាបាទអញ្ចឹងយើងតាំងអាធំជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ក្រហមណាបាទអាធំព្រីមជាអាឡែលកំណត់លក្ខណៈផ្កាពណ៌សអញ្ចឹងពេលមេបានេះបាទអញ្ចឹងអាធំបង្កាត់ជាមួយនឹងអាធំព្រីមបាទអញ្ចឹងមានន័យថាអាធំនេះគឺជាផ្កាពណ៌ក្រហមបង្កាត់ជាមួយនឹងផ្កាពណ៌សបាទអញ្ចឹងដល់កំណែរបស់ពេបាទអញ្ចឹងអាធំកន្លែងនេះគឺវាបង្កើតកំណែរបស់វាបានចំនួន1ហើយអាធំព្រីមនេះក៏វាបង្កើតកំណែបានមួយដូចគ្នាដែរគឺអាធំព្រីមណាបាទដល់នៅចំនួនកូនទី1គឺគេទទួលបានអាធំហើយនិងអាធំព្រីមដែលជាផ្កាពណ៌ផ្កាឈូក 100% អញ្ចឹងនេះគឺជាលទ្ធផលនៅចំនួនទី1បាទអញ្ចឹងអាធំហើយនិងអាធំព្រីមនេះវាគឺជា selective ចំណែកឯផ្កាពណ៌ផ្កាឈូកនេះវាគឺជា phenotype បើសិនជាយើងរាប់ចំនួន selective នៅចំនួនកូនទី1នេះគឺមានចំនួនតែមួយទេហើយ phenotype ក៏វាមានចំនួនមួយដូចគ្នាអញ្ចឹងលោកគ្រូសូមបញ្ចប់ចំណុចមេរៀនត្រឹមតែប៉ុណ្ណេះបាទមុននឹងបញ្ចប់លោកគ្រូមានជាកិច្ចការផ្ទះដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងឥឡូវយើងមើលកិច្ចការផ្ទះទាំងអស់គ្នាណាបាទចំពោះមនុស្សលក្ខណៈរោមភ្នែកវែងលុបលើលក្ខណៈរោមភ្នែកខ្លីបាទបុរសម្នាក់ជា heterozygote បាទចំពោះលក្ខណៈរោមភ្នែកវែងបាទភរិយារបស់គេមានរោមភ្នែកខ្លីតើគូស្វាមីនេះមានលទ្ធភាពនឹងបានកូនរោមភ្នែកវែងប៉ុន្មានភាគរយនិងកូនមានរោមភ្នែកខ្លីប៉ុន្មានភាគរយបាទអញ្ចឹងសូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ